បងប្អូនមើលតែមាត់កូនស្រីរបស់នាងខ្ញុំញ៉ាំនេះទៅនេះកូនស្រីពៅណាគឺនិយាយពីថាចូលចិត្តដាក់ឲ្យតែសាច់នេះនាងខ្ញុំធ្វើនេះធ្វើឆ្អឹងជំនីឆ្អឹងជំនីនេះនាងខ្ញុំរំងាស់ជាមួយនឹងម្នាស់បងប្អូនមានរសជាតិឆ្ងាញ់វាប្លែកម្យ៉ាងបងប្អូនចាំមើលតិចទៀតនាងខ្ញុំនឹងប្រាប់បងប្អូនពីរបៀបនៃការធ្វើបងប្អូនការធ្វើវាគឺងាយស្រួលទេបងប្អូនហើយគ្រឿងផ្សំវាក៏មានអីច្រើនដែរគឺមានតែត្រឹមតែឆ្អឹងជំនីជ្រូកហ្នឹងឆ្អឹងជំនីជ្រូកហ្នឹងនាងខ្ញុំទិញមកនេះត្រឹមកន្លះគីឡូហើយនឹងម្នាស់បន្ទាប់មកម្នាស់ហ្នឹងយើងចិតទៅបងប្អូនយើងចិតសបកចិតភ្នែកអីអស់បងប្អូនពេលដែលយើងចិតអស់ហើយនាងខ្ញុំនិយាយទៅចិត្តម្នាស់នេះគឺមិនសូវជំនាញបងប្អូនពេលខ្លះចិត្តភ្នែកវានឹងរកន្លែងចិត្តបងប្អូនយើងរកន្លែងចិត្តដើម្បីឲ្យមើលទៅវាឃើញស្អាតមានបងប្អូនណាដូចនាងខ្ញុំអត់ការចិត្តម្នាស់គឺដូចជារៀងពិបាកចិត្តដែរតែយើងយកទ្រាំតែឃើញតែបើសិនជាយើងរកឃើញតាមអាខ្សែដែលយើងចិត្តពេលដែលយើងរកឃើញហើយយើងចិត្តវាងាយស្រួលទេបងប្អូននាងខ្ញុំធ្លាប់ចិត្តខុសនាងខ្ញុំមិនបានចិត្តរបៀបចឹងទេនាងខ្ញុំចិត្តរៀងវារៀងតឹងដល់ចឹងទៅវាខុសខ្សែវាបងប្អូននេះបើយើងចិត្តវាឲ្យត្រូវចឹងគឺវាចេញមករៀងស្អាតបងប្អូននាងខ្ញុំអត់សូវជំនាញខាងចិត្តម្នាស់ហ្នឹងហើយបើចិត្តផងគឺចិត្តសបកឡើងចង់អស់ហើយប្រអីខ្លាចឲ្យតែថានៅសល់ភ្នែកសល់អីតិចតួចគឺដឹងតែញ៉ាំទៅវាល្មមហើយនាងខ្ញុំអត់សូវបើថាញ៉ាំទៅទេគឺចិត្តធ្វើឲ្យស្អាតតែនេះយើងធ្វើម្ហូបចឹងយើងអាចសល់ភ្នែកតិចតួចក៏អីដែរប្រអីយើងត្រូវល្មមវាទៅវាឆ្អិនល្អហើយចំណែកឯសាច់ហ្នឹងឆ្អឹងជំនីនេះគឺយើងលាងទឹកឲ្យស្អាតហើយសម្រាប់នាងខ្ញុំគឺនាងខ្ញុំពេលធ្វើអញ្ចឹងនាងខ្ញុំមកបកអាសបកខាងលើវាចេញបងប្អូនអាស្បែកខាងលើហ្នឹងអាហ្នឹងបើសិនជាពេលដែលយើងបកចេញបងប្អូនពេលដែលយើងស្រោសហើយយើងចំហុយឬក៏យើងរងាស់អីក៏ដោយគឺវាឆាប់ហុយបងប្អូនអត់ដឹងថាបងប្អូនដូចនាងខ្ញុំដែរអត់ទេពេលនាងខ្ញុំពេលធ្វើគឺនាងខ្ញុំបកវាចេញដោយសារវាស្វិតអញ្ចឹងយើងបកចេញទៅពេលដែលយើងធ្វើម្ហូបគឺវាឆាប់ហុយសាច់ហើយបន្ទាប់មកយើងចាប់ផ្ដើមកាប់វាបងប្អូនយើងកាប់វាទៅមកល្មមទៅយើងមើលយើងយកបណ្ណាក៏បានដែរស្រ័យលើបងប្អូនចូលចិត្តថាយើងកាប់យកបណ្ណាឲ្យវាល្មមមកយើងញ៉ាំស្រួលយើងចង់រឿងវែងក៏បានដែរហើយយើងជាធ្វើម៉េចឲ្យស្អាតទៅយើងកាប់វាឲ្យប៉ិនគ្នាបងប្អូនយើងកាប់វាឲ្យស្អាតទៅតាមពិតការធ្វើមុខម្ហូបមួយនេះគឺងាយស្រួលធ្វើបងប្អូនតែនាងខ្ញុំធ្វើក៏នាងខ្ញុំមើលតាមនាងខ្ញុំមើលតាមវីដេអូរបស់គេដែរបងប្អូនយើងមើលតាមវីដេអូរបស់គេចិនគេធ្វើបងប្អូនយើងធ្វើយើងឃើញមើលដូចជាទំនងហើយមើលទៅវាទំនងឆ្ងាញ់ហើយក៏នឹកឃើញធ្វើឲ្យកូនទៅដោយសារកូននាងខ្ញុំក៏ចូលចិត្តបៀបសាច់ចឹងហើយបន្ទាប់មកពេលដែលយើងកាប់ឆ្អឹងជំនីអីអស់ហើយយើងចាប់ផ្ដើមយើងជ្រុញឲ្យស្អាតហើយយើងចាប់ផ្ដើមបង្វែរមកចិត្តម្នាស់វិញមកបងប្អូនម្នាស់នឹងយើងចិត្តរបៀបមិនក៏បានដែរបងប្អូនតែយើងចិត្តកុំឲ្យវាស្ដាងពេកចឹងណាតែវាស្ដាងពេកគឺវាបាក់ហើយយើងត្រូវការរងាស់ហើយតែម្នាស់វារងាស់ក៏វាមិនងាយលួយដែរគ្រាន់តែថាយើងចិត្តមួយល្មមទៅយើងកុំឲ្យស្ដាងពេកកុំឲ្យវាក្រាស់ពេកយើងចិត្តឲ្យនាងខ្ញុំណារៀងធំយើងចិត្តវាពុះជា2ទៅណាតូចហើយយើងបាច់ពុះវាក៏បានដែរយើងទុកវាធម្មតាទៅណាហើយនៅពេលដែលយើងចិត្តហើយបើពេលខ្លះយើងអត់បាច់ចិត្តអាស្នូលក្នុងវាក៏បានដែរយើងចង់ធ្វើវាទាំងស្នូលក៏បានដែរបងប្អូនតែនាងខ្ញុំចិត្តស្នូលវាចោលដោយសារស្នូលវារៀងរឹងអញ្ចឹងណាហើយយើងចិត្តស្នូលវាចោលអស់ទៅបើយើងទុកស្នូលវាក៏វាមិនជាអីដែរយើងញ៉ាំទៅគឺវាមួយយ៉ាងវាឆ្ងាញ់ដែរតែវារៀងរឹងនាងខ្ញុំអត់សូវចូលចិត្តដែរអញ្ចឹងណាតែយើងពុះវាទៅហើយបន្ទាប់ពីយើងចាប់ផ្ដើមចិត្តម្នាស់ចិត្តអីហើយយើងចាប់ផ្ដើមយកទឹកយើងចាក់ទឹកនោះយើងដាក់ដើមខ្ទឹមហើយយើងដាក់ខ្ញីចូលដើម្បីស្រោសឆ្អឹងជំនីនឹងបន្តិចទៅបងប្អូនយើងស្រោសប្រហែលជា2នាទីអីហ្នឹងបានហើយបងប្អូនយើងស្រោសកុំឲ្យឆ្អិនពេកដើម្បីគ្រាន់តែស្រោសដើម្បីកម្ចាត់នៅជាតិឆ្អាបឬក៏ជាតិធំក្លិននៅលើសាច់ជ្រូកសាច់អីតែប៉ុណ្្នឹងហើយបងប្អូននៅពេលហើយក៏យើងចាប់ផ្ដើមដាក់ហ្នឹងបើបងប្អូនមានជាស្រាបងប្អូនមានស្រាធ្វើម្ហូបគឺបងប្អូនអាចដាក់លាយបន្តិចគឺឆ្ងាញ់បងប្អូនហើយវាមានក្លិនឈ្ងុយវាធ្វើឲ្យម្ហូបនឹងរឹតតែឆ្ងាញ់តែនាងខ្ញុំអស់ស្រាធ្វើម្ហូបចឹងទៅក៏នាងខ្ញុំមិនបានដាក់ដែរហើយគ្រាន់តែលួចអំបិលតែបន្តិចទេហើយឲ្យគ្រាន់តែវាមកពុះទៅបានហើយបងប្អូនយើងចាប់ផ្ដើមស្រង់ចេញណានៅពេលដែលយើងស្រង់ចេញឲ្យអស់ទៅហើយបើសិនជាយើងស្រង់ចេញអស់ហើយខ្ញី
ខ្ញីហើយនឹងដើមខ្ទឹមហ្នឹងគឺយើងអត់បាច់ចាំដាក់ចូលជាមួយនឹងពេលដែលយើងធ្វើចាប់ផ្ដើមយើងឆាសាច់ឆាអីទេបងប្អូនយើងគ្រាន់តែយកតាឆ្អឹងជំនីបានហើយនេះយើងស្រង់ចេញវាអស់នៅពេលដែលយើងស្រង់ចេញស្អស់យើងត្រូវការលាងទឹកវាសម្អាតវាសិនណាបងប្អូនយើងសម្អាតវាស្អាតហើយបានយើងចាប់ផ្ដើមដាក់ខ្ទះហ្នឹងយើងចាប់ផ្ដើមឆាឆ្អឹងជំនីបងប្អូនយើងឆាឆ្អឹងជំនីហ្នឹងដើម្បីឲ្យវាមានឡើងហ្វរៀងស្អាតឲ្យវារៀងគេហៅថាដូចវាយើងកម្លោចស្ករយើងតែយើងឡើងឲ្យវាឡើងពណ៌រៀងដិតក្រហមទៅហើយឲ្យវាឈ្ងុយសាច់ដែរបងប្អូនយើងធ្វើអញ្ចឹងណាយើងធ្វើអញ្ចឹងដើម្បីវាឈ្ងុយសាច់ដែរបន្ទាប់ពីយើងធ្វើអញ្ចឹងហើយអញ្ចឹងទៅវាចាប់ដើមហើយចាំយើងចាប់ផ្ដើមដាក់គ្រឿងទៅបងប្អូនពេលដែលយើងឃើញសាច់នេះនាងខ្ញុំធ្វើនេះវាអត់សូវទាន់ឡើងពណ៌ទេបងប្អូនតែនាងខ្ញុំខ្ជិលទុកវាយូរអញ្ចឹងណាកុំខ្លាចវានៅយូរពេកអញ្ចឹងទៅក៏នាងខ្ញុំចាប់ផ្ដើមដាក់គ្រឿងទៅហើយគ្រឿងក៏វាអត់មានអីច្រើនទេបងប្អូនយើងធ្វើម្ហូបរាល់ថ្ងៃហ្នឹងគឺវាមានអីទេមានតែប្រេងខ្យងរ៉ូឌីទឹកស្អ៊ីវទឹកត្រីអីហ្នឹងបងប្អូនហើយយើងដាក់តាមចំណង់ចំណូលចិត្តយើងទៅហើយស្ករហ្នឹងយើងដាក់មើលទៅបើតែមុខម្ហូបនេះយើងធ្វើនេះយើងយកធ្វើរៀងឲ្យវារៀងមានជាតិផ្អែមបន្តិចទៅរៀងជាតិប្រៃតិចតែកុំឲ្យវាប្រៃពេកបងប្អូនហើយវាមានជាតិចេញជាតិជូរពីផ្លែម្នាស់ទៀតអញ្ចឹងទៅវាមានរសជាតិឆ្ងាញ់ណាបងប្អូនអាហ្នឹងយើងធ្វើហ្នឹងណាបងប្អូនយើងចង់ធ្វើរបៀបជាស្ងួតក៏បានយើងធ្វើរបៀបជាទឹកក៏បានដែរហើយពេលដែលយើងដាក់គ្រឿងដាក់អីហើយយើងច្បល់ហើយយើងចាប់ផ្ដើមដាក់ទឹកចូលណាបងប្អូនយើងដាក់ទឹកចូលហើយតាមពិតបើយើងដាក់ទឹកចូលហើយយើងលំងាស់វាបន្តិចឲ្យវាពុះតិចហើយចាំយើងដាក់ម្នាស់ក៏បានដែរហើយពេលដែលយើងដាក់ទឹកភ្លាមយើងដាក់ម្នាស់ចូលភ្លាមក៏បានដែរណាតែនាងខ្ញុំដាក់ម្នាស់ចូលភ្លាមដោយសារម្នាស់វាអត់អលួយទេហើយនាងខ្ញុំគិតថាយើងដាក់ម្នាស់ចូលឲ្យហើយហ្នឹងគឺវាជួយឲ្យមនុស្សឲ្យសាច់ជ្រូករបស់យើងនឹងវាឆាប់ផុយល្អដោយសារម្នាស់វាពេលដែលយើងដាក់ធ្វើម្ហូបយើងដាក់ចូលម្ហូបឬដាក់ចូលសាច់គោចាស្អីចឹងណាគឺវាធ្វើឲ្យសាច់នឹងឆាប់ផុយលឿនណាបងប្អូនចឹងទៅយើងដាក់ចូលឲ្យហើយបងប្អូនយើងដាក់ចូលរងាស់វាហើយយើងក្រូបវាទុកចោលទៅបន្ទាប់មកយើងចាប់ផ្ដើមបើកមកហើយបងប្អូនពេលវាពុះហើយចឹងទៅយើងកូរច្បល់វាធ្វើម៉េចដើម្បីឲ្យសាច់អានឹងមុខម្ហូបនេះយើងធ្វើនឹងតម្រូវឲ្យសាច់វាផុយល្អហើយបន្ទាប់មកទៀតបើយើងបងប្អូនចង់បានពណ៌រាងដិតស្អាតចឹងណាបងប្អូនអាចលួចជាមួយនឹងទឹកស៊ីអ៊ីវខាប់បន្តិចណាបងប្អូនតែបងប្អូនកុំដាក់ច្រើនយើងដាក់តិចបានហើយដើម្បីយកពណ៌ឯងយើងដាក់ច្រើនពេកវារាងធំក្លិនណាហើយនៅពេលនេះនាងខ្ញុំភ្លក់ទៅវាអត់ទាន់សូវផុយល្អមុខម្ហូបឆ្អឹងជំនីយើងចំហុយណាបងប្អូនយើងរងាស់នេះគឺត្រូវការឲ្យឆ្អឹងវាផុយល្អឲ្យសាច់ផុយល្អទើបវាមានរសជាតិឆ្ងាញ់បងប្អូនហើយអានេះឆ្អិនហើយបងប្អូនឃើញទេតែនាងខ្ញុំធ្វើនេះអត់មានទឹកទេដោយសារនាងខ្ញុំធ្វើនឹងវាខាស់ទឹកហើយនាងខ្ញុំខ្ជិលថែមទឹកហើយវីដេអូនេះក៏មានតែប៉ុណ្្នឹងដែរណាបងប្អូនអរគុណច្រើន